Sinh ra càn chúng như này chỉ đập mùi nơi cất cưng khmai ai mới smart biết pun na trên mặt ao mà sinh ra càn chúng như này chỉ đập mùi nơi cất cưng khmai ai mới smart biết pun na trên mặt ao mà Hello បច្ចេលឺបងមនីផ្ដល់ឱកាសឲ្យបច្ចេជួបជាមួយជឿមយៈកានជើងខ្លាំងមួយរូបល្បីនៅខេត្តបាត់ដំបងហើយធនបច្ចេក៏ជាជើងខ្លាំងមួយរូបដែរគីឡូធ្ងន់ហើយអត់សូវមានគូប្រកួតទៀតមានតែគូប្រកួតមួយឈ្មោះអីស្រីសេឡាហើយឥឡូវមានជឿមយៈកានបាទជឿមយៈកានមួយទៀតឥឡូវបាទគាត់ចង់ជួបបច្ចេហើយនឹងស្រីសេឡាហើយបច្ចេសប្បាយចិត្តអត់ដែរអត់សូវមានគូប្រកួតហើយឥឡូវមានអ្នកដែលចង់ជួបបច្ចេហើយបច្ចេសប្បាយចិត្តអត់សប្បាយចិត្តហើយមានការតាំងចិត្តប្រមាណភាគរយដែរដែលទៅប្រកួតដែលយកឈ្នះដៃគូប្រកួតដែលគេចង់ជួបយើងហើយយើងក៏ខាន់ដូចថាអត់សូវមានដៃគូទៀតដល់ពេលហ្នឹងទៅយើងមានអារម្មណ៍បែបណាដែរសប្បាយចិត្តហើយបងលើខ្លួនឯង70%អ៊ីយ៉ាបងប្អូនបាទគាត់ថាកំពុងតែរើដៃគូផងដោយសារតែរៀនផងអីផងអត់មានដៃគូប្រកួតបើបានប្រកួតញឹកទៀតបានលុយច្រើនបានតវិការយកលុយទៅរៀនបាទហើយឥឡូវគីឡូដូចថាគីឡូធំប៉ុណ្ណឹងមានតែ3នាក់ណា3នាក់បើសិនជាមានហ្នឹងហើយ3 4នាក់បើសិនជាមានច្រើនកាន់ល្អណាបើផ្ដាំផ្ញើបងមនីបើសិនជាមាន4នាក់អីរៀបចំខ្សែក្រវ៉ាត់គីឡូថ្នាគុណខ្មែរមួយនេះតំណងណាហើយបើសិនជាមានផ្ដាំផ្ញើទៅបងមនីអត់ទេផ្ដាំទៅពូមនីថាជួយដាក់កម្មវិធីខ្ញុំលេងធំដាំបាទហើយបច្ចេកគាត់ថាផ្ដាំផ្ញើទៅបងមនីថាគូនេះបើដាក់កម្មវិធីពានរង្វាន់មួយអីសម្រាប់ផ្នាលរួចយើងគូមិត្តភាពក៏ដែរដាក់ពានរង្វាន់មួយអែមណាដោយសារគីឡូហ្នឹងអត់សូវមានហើយមានអ្វី5ផ្ញើទៅ fan ដែល fan ទៅចិត្តបច្ចេមែនតើដោយសារបច្ចេហាត់8 9ឆ្នាំទៅបានមកប្រកួតប៉ុន្តែការវាយល្អហើយមានអី5ផ្ញើទៅ fan ហើយនៅថ្ងៃទី11ទៅសវៀងគ្រុឌនេះហើយមានអ្វីធ្វើឲ្យបងប្អូនទស្សនិកជនគាត់ទស្សនាឲ្យគាត់រងចាំយូរតាមទៅ fan ណាជួយគាំទ្រខ្ញុំមកខ្ញុំវាយទី11ហ្នឹងបាទអរគុណច្រើនបច្ចេ